អបអរសាទរបងប្អូនដែលចូលរួមជាមួយនឹងថ្នាក់រៀនរបស់យើងថ្ងៃនេះចាថ្នាក់រៀនសម្រាប់ភាសាខ្មែរភ័គ្គទី7គឺសម្រាប់ឲ្យសិស្សថ្នាក់ទី9បងប្អូនណាក្នុងម៉ោងហ្នឹងយើងនឹងស្វែងយល់អំពីអត្ថបទចាយើងសង្កេតឡើងមកលើខាងលើនេះគឺជារូបភាពរបស់វត្តមួយថ្ងៃហ្នឹងយើងនឹងស្វែងយល់អំពីវត្តហ្នឹងណាបងប្អូនយើងនឹងមើលតើវត្តនឹងស្ថិតនៅខេត្តណានៅស្រុកណានៅឃុំណាហើយវត្តនឹងមានអីពិសេសឬទេមានតាក់ទងបានភ្ញៀវទេសចរដែរអត់ចាអញ្ចឹងមិនដំបូងយើងត្រូវតែដឹងថានេះគឺជាវត្តអីឧទ្ទេសនាមជាមួយនឹងបងប្អូនវត្តនឹងគឺជាវត្តភ្នោដូមទ្រនំកោកចាដើម្បីយល់បានខ្លឹមសាររបស់អត្ថបទបងប្អូនយើងស្វែងយល់បន្តទៀតអត្ថបទវត្តភ្នោដូមទ្រនំកោកក្នុងអត្ថបទហ្នឹងយើងស្វែងយល់ក្នុង2ម៉ោងណាបងប្អូនអញ្ចឹងម៉ោងទី1ហ្នឹងអ្នកគ្រូនឹងណែនាំឲ្យបងប្អូនបានដឹងថាទី1គឺយើងត្រូវតែអានបានខ្លឹមសាររបស់អត្ថបទហ្នឹងហើយទី2យើងនឹងឃើញបាននៅលក្ខណៈពិសេសនៃវត្តភ្នោដូមទ្រនំកុកហ្នឹងហើយចាដំបូងយើងនឹងស្វែងយល់នៅពាក្យពិបាកបងប្អូនតក្រហមហ្នឹងគឺយើងសួរភាសាខ្មែរហើយយើងមានអក្សរនៅក្នុងវងក្រចកនីមួយៗនេះដាក់ដើម្បីឲ្យបងប្អូនងាយស្រួលក្នុងការអានណាបងប្អូនណាហើយនៅខាងស្ដាំគឺយើងប្រែទៅភាសាវៀតណាមចាបងប្អូននឹងអានតាមអ្នកគ្រូអានតែភាសាខ្មែរបានហើយអូនកត់អានក្បូរក្បាច់គៀវជំនាងខ្មែរគៀវយ៉ាងខ្មែរមេត្តាធម៌លំទឺបីភ្ញៀវទេសចរខាត់យូលិតទេសនាសែមធឿងធឹកឥឡូវបងប្អូនស្ដាប់អ្នកគ្រូអានអត្ថបទហើយយើងសង្កេតមើលតាមសភៅរបស់យើងណាបងប្អូនណាហើយយើងក៏សម្គាល់មើលបែបណាដែលពិបាកដើម្បីយើងងាយស្រួលក្នុងការហាត់អានណាបងប្អូនវត្តភ្នោដូមទ្រនំកុកជាវត្តបុរាណមួយនៅក្នុងឃុំដៃអាំងស្រុកថ្កូវខេត្តត្រាវិញកាលបើធ្វើដំណើរចេញពីផ្សារខេត្តត្រាវិញទៅទិសខាងត្បូងប្រមាណជា40គីឡូម៉ែត្រផុតពីទីផ្សារស្រុកថ្កូវទៅយើងនឹងបានឃើញវត្តខ្មែរមួយហៅថាវត្តភ្នោដូមចូលទៅដល់ក្នុងវត្តយើងបានឃើញព្រះវិហារសាលាប្រកបដោយក្បូរក្បាច់រចនាជំនាញខ្មែរល្អស្រស់បំព្រងក្រៅពីនោះនៅមានរុក្ខជាតិផ្សេងជាច្រើនដូចជាដើមគួគីឈើទាលនិងដើមឫស្សីដុះពណ៌ពណ៌ជារបងជុំវិញវត្តគួរជាទីទេសនាណាស់ប៉ុន្តែរឿងដែលអ្នកផងបានយកចិត្តទុកដាក់នោះពលគឺវត្តនេះមានសត្វកប់បានមករស់នៅយ៉ាងកកកុញជាច្រើនបានកាច់មេឈើមកធ្វើសម្បុកច្រកកោនពួងញាស់កត់កូនយ៉ាងច្រើនក្នុងទីវត្តមានសត្វកប់ចំនួនរាប់សែនក្បាលទាំងតូចទាំងធំសត្វកប់នីមួយមានទម្ងន់ជាង1គីឡូក្រាមដូច្នេះហើយអ្នកទេសចរខ្លះហៅវត្តនេះថាវត្តទ្រនំកប់ប៉ុន្តែប្រការដែលគួរឲ្យចម្លែកគឺសត្វកប់ទាំងនេះមិនដែលហើរទៅនៅលើមេឈើនៃអ្នកភូមិនៅក្បែរនោះទេវាតែងតែហើរទាំងហួមទៅរកស៊ីនៅវែលឆ្ងាយដាច់ស្រយាលហើយហាក់ដូចជាវាដឹងថាទីកន្លែងវត្តនេះមានមេត្តាធម៌ចំពោះពួកវាដូច្នេះហើយទើបពួកវាហ៊ានប្រមូលផ្ដុំមកក្នុងទីនេះអាស្រ័យហេតុដូចបានពណ៌នាមកខាងលើនេះហើយបានជាមានអ្នកទេសចរអញ្ជើញមកទស្សនាជារៀងរាល់ថ្ងៃជាប់មិនដាច់ចាបងប្អូនហើយបងប្អូននឹងសូត្រអត្ថបទដោយខ្លួនឯងណាបងប្អូនណាសូត្រល្អយើងសូត្រទាំងអស់អត្ថបទទៅតែបើយើងមានការពិបាកក្នុងការហាត់អានហ្នឹងយើងអាចហាត់អានតែខណ្ឌទី3នៅក្នុងសភៅបានហើយឥឡូវនេះក្នុងពេលយើងអានអត្ថបទយើងសូត្រទៅសូត្រមកម្ដងពីរដងហ្នឹងយើងនឹងអាចក្តាប់បាននៅខ្លឹមសាររបស់អត្ថបទហើយបងប្អូនដូច្នេះដើម្បីលំហាត់ដើម្បីពង្រឹងមកវិញនៅខ្លឹមសាររបស់អត្ថបទហ្នឹងបងប្អូនយើងនឹងឆ្លើយនៅសំណួរមួយចំនួនណាអញ្ជើញ
សំណួរទី1អត្ថបទចែកចេញជាប៉ុន្មានកថាខណ្ឌក1ខ2គួ3ខ4ចម្លើយរបស់យើងគឺចាអត្ថបទចែកចេញជា4កថាខណ្ឌបងប្អូនអញ្ចឹងសំណួរទី2វត្តភ្នោដូងទ្រនំកុកមានអាសយដ្ឋាននៅទីកន្លែងណាកឃុំដៃអាំងស្រុកថ្កូវខេត្តត្រាវិញចាខស្រុកត្រឹងដេទីក្រុងកឹងធើគួខេត្តវិញឡុងខួសង្កាត់ភូលើយទីក្រុងកឹងធើជើញបងប្អូនពិចារណាឲ្យច្បាស់លាស់ណាបងប្អូនណាយើងត្រូវតែជំរើសចេញនៅចម្លើយដែលត្រឹមត្រូវបំផុតបងប្អូនអញ្ជើញត្រឹមត្រូវហើយចម្លើយរបស់យើងគឺកឃុំដៃអាំងស្រុកថ្កូវខេត្តត្រាវិញនៅនេះអ្នកគ្រូដាក់អក្សរចាស់ពួកអីសប្តាហ៍ថ្ងៃហ្នឹងខេត្តត្រាវិញហ្នឹងមិនមែនហៅថាខេត្តត្រាវិញទៀតទេបងប្អូនខេត្តត្រាវិញសប្តាហ៍ថ្ងៃហ្នឹងបានផ្សំជាមួយនឹងខេត្តវិញឡុងហើយគេដាក់ឈ្មោះខេត្តថ្មីបងប្អូនហៅថាខេត្តវិញឡុងណាបងប្អូនណាមិនមែនហៅខេត្តត្រាវិញទៀតទេចាអញ្ចឹងចំពោះកន្លែងអាសយដ្ឋានហ្នឹងមានការផ្លាស់ប្ដូរហើយយើងនឹងស្វែងយល់ដោយខ្លួនឯងណាបងប្អូនណាយើងឡើងទៅកាសែតឡើងទៅ Google យើងមើលតើស្រុកដៃស្រុកដាក់ឃុំដៃអាងស្រុកតកៅខេត្តត្រាវិញសប្តាហ៍ថ្ងៃហ្នឹងបានបដូរទៅឈ្មោះអីអ្វីខ្លះហើយនឹងបងប្អូនស្វែងយល់ដោយខ្លួនឯងណាបងប្អូនណាសំណួរទី3ហេតុអ្វីគេហៅវត្តនេះថាវត្តភ្នោដូងទ្រនំកុកកមានដូងច្រើនខមានសត្វកុកច្រើនគួមានដើមឈើធំច្រើនខួមានក្បូរក្បាច់ច្រើនចម្លើយរបស់យើងត្រឹមត្រូវគឺមានសត្វកុកច្រើនបន្តទៀតមូលហេតុសំខាន់ដែលនាំឲ្យភ្ញៀវទេសចរមកទស្សនាវត្តនេះបានច្រើនគឺកមានដូងច្រើនខមានសត្វកុកច្រើនគួមានដើមឈើធំច្រើនខួមានក្បូរក្បាច់ច្រើនចម្លើយរបស់យើងគឺចាចម្លើយទី2មានសត្វកុកច្រើនហ្នឹងហើយសត្វកុកច្រើនពួកអីថានៅក្នុងវត្តហ្នឹងបើគេស្មានមើលទៅគឺមានរាប់សែនក្បាលសត្វកុកទាំងតូចទាំងធំបងប្អូនហើយសត្វកុកនីមួយហ្នឹងមានទម្ងន់ជាង1គីឡូក្រាមចាអញ្ចឹងហើយភ្ញៀវទេសចរគេចូលចិត្តគេមកទស្សនារាល់ថ្ងៃរាប់មិនដាច់ទេបងប្អូនបន្តទៀតសំណួរទី5ចូលបន្ថែមជួយចន្លោះដែលនៅខ្វះខាងក្រោមបងប្អូនវត្តនេះមានសត្វកុកព្រមទាំងជាច្រើនដូចគួគីនិងមានដើមឫស្សីប៉តជុំចិត្តអញ្ចឹងបងប្អូនកន្លែងទី1យើងដាក់ចម្លើយគឺពាក់អីបងប្អូនចាដើមឈើហើយកន្លែងចន្លោះទី2យើងដាក់ឈើទាលអញ្ចឹងចម្លើយរបស់យើងមានន័យថាវត្តនេះមានសត្វកុកព្រមទាំងដើមឈើជាច្រើនដូចជាគួគីឈើទាលនិងមានដើមឫស្សីប៉តជុំចិត្តចាចំពោះខ្លឹមសាររបស់អត្ថបទហ្នឹងពេលយើងឆ្លើយបានសំណួរទាំងឡាយហ្នឹងមានន័យថាយើងយល់បានខ្លឹមសាររបស់អត្ថបទជាច្រើនហើយបងប្អូនឥឡូវនេះគឺការអនុវត្តសម្រាប់ការអនុវត្តហ្នឹងបងប្អូននឹងធ្វើនៅផ្ទះធ្វើដោយខ្លួនឯងណាបងប្អូនណាហើយយើងសរសេរជូនសភៅឬក៏ឯកសាររបស់យើងហ្នឹងហើយកណ្ណាដល់ម៉ោងរៀនបងប្អូនបង្ហាញឲ្យអ្នកគ្រូណាសំណួររបស់យើងគឺប្រែជាកថាខណ្ឌសំទោសប្រែកថាខណ្ឌពីភាសាខ្មែរទៅភាសាវៀតបងប្អូនប្រែកថាខណ្ឌពីភាសាខ្មែរទៅភាសាវៀតអញ្ចឹងយើងមានកថាខណ្ឌហ្នឹងគឺជាភាសាខ្មែរស្រាប់ហើយយើងប្រែទៅភាសាវៀតណាមទៅចាកន្លែងកថាខណ្ឌថាពីប៉ុន្តែប្រការរហូតទៅដល់នៅក្នុងទីនេះនឹងបើតាមនៅក្នុងសភៅរបស់យើងគឺកថាខណ្ឌទី4ណាបងប្អូនកថាខណ្ឌដែលមិញអ្នកគ្រូសំណូមពរឲ្យថាបងអូនណាយើងសូត្រមិនសូវក្រាន់បើហ្នឹងយើងអាចសូត្រកថាខណ្ឌនឹងបានណាពេលយើងសូត្របានហើយគឺយើងប្រែទៅភាសាវៀតណាមតែម្ដងបានទេបងប្អូនចាអញ្ចឹងដូច្នេះម៉ោងរៀនរបស់យើងគឺបញ្ចប់ត្រឹមហ្នឹងណាបងប្អូនណាហើយយើងធ្វើកន្លែងអនុវត្តនឹងទៅសរសេរជូនឯកសារទៅបងប្អូនណាហើយម៉ោងរៀនរបស់យើងគឺបញ្ចប់ហើយបងប្អូន
ចាជំរាបលាលាបងប្អូនទាំងអស់គ្នាណា